អាចកំបាំងនៅពីក្រោយប្រតិបត្តិការសង្គ្រោះយោធិនអាមេរិកបច្ចេកវិទ្យា Ghost Bomber របស់ CIA អាចចាប់យកចង្វាក់បេះដូងមនុស្សពីចម្ងាយយោងតាមរបាយការណ៍ថ្មីបំផុតបានឲ្យដឹងថាទីភ្នាក់ងារសម្ងាត់មជ្ឈិមអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យាកំពូលសម្ងាត់ដែលមានឈ្មោះថា Ghost Bomber ដើម្បីតាមដាននិងសង្គ្រោះយោធិនអាកាសអាមេរិកទី2ដែលត្រូវបានបាញ់ទម្លាក់នៅតំបន់ភ្នំនៃប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅអាកាសយានិកដែលគេស្គាល់តាមរយៈលេខកូដហៅក្រៅថា .44 Bravo ហើយត្រូវបានប្រធានាធិបតីដូណាល់ត្រាំពិពណ៌នាថាជាវីរៈសេនីយ៍ឯកដ៏មានកិត្តិយសខ្ពង់ខ្ពស់គឺជាមន្ត្រីប្រព័ន្ធអាវុធនៅលើយន្តហោះចម្បាំង F-15E Strike Eagle ដែលបានធ្លាក់កាលពីថ្ងៃសុក្រនៅទិសនិរតីនៃទីក្រុងវីស្លាហានហេតុការណ៍នេះបានបង្កើតឲ្យមានការប្រណាំងប្រជែងជាមួយនឹងពេលវេលាយ៉ាងក្តៅគគុកដើម្បីស្វែងរកយោធិនទាំងពីររូបដែលស្ថិតនៅលើបេសកកម្មនោះខណៈដែលអ្នកបើកបរយន្តហោះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពតាមរយៈឧទ្ធម្ភាគចក្រយោធានៅថ្ងៃកើតហេតុមន្ត្រីទី2ដែលរងរបួសនិងស្ថិតនៅចម្ងាយ200ម៉ាយនៅក្នុងទឹកដីសត្រូវរួមជាមួយអាវុធខ្លីជាប់ខ្លួនតែមួយគត់បង្ខំកិច្ចខ្លួនពីការតាមប្រមាញ់នៅក្នុងតំបន់ដាច់ស្រយាលអស់រយៈពេល36ម៉ោងស្របពេលដែលមានការកំណត់ប្រាក់រង្វាន់លើក្បាលរូបគេបន្ថែមទៀតដោយសារធ្លាប់ឆ្លងកាត់ការវឹកហាត់ជំនាញរស់រានមានជីវិតការកិច្ចខ្លួននិងការតស៊ូយោធិនរូបនេះបានធ្វើសកម្មភាពឧបករណ៍សញ្ញាអាសន្នផលិតដោយក្រុមហ៊ុន Boeing នៅមុនពេលចូលលាក់ខ្លួននៅក្នុងចន្លោះភ្នំប៉ុន្តែទីតាំងជាក់លាក់របស់លោកនៅតែពិបាកកំណត់នៅក្នុងកំឡុងពេលលាក់ខ្លួននោះប្រភពពីសារព័ត៌មាន The New York Post បានបញ្ជាក់ថាទីបំផុតរូបលោកត្រូវបានរកឃើញនិងជួយសង្គ្រោះដោយក្រុមបញ្ជាការពិសេសនៅមុនព្រឹកព្រលឹមថ្ងៃអាទិត្យតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី Ghost Bomber នេះឯងក៏ទំនើបនេះប្រើប្រាស់ប្រព័ន្ធវាស់ស្ទង់ដែនម៉ាញ៉េទិកចម្ងាយឆ្ងាយដើម្បីតាមដានសញ្ញាអេឡិចត្រូនិកម៉ាញ៉េទិកដែលបញ្ចេញពីចង្វាក់បេះដូងរបស់មនុស្សបន្ទាប់មកទិន្នន័យទាំងនោះត្រូវបានបញ្ជូនទៅវិភាគនៅក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI ដើម្បីបំលែងសញ្ញាចេញពីសំឡេងរំខានផ្សេងនិងកំណត់ចំណុចដែលជាប្រភពនៃចង្វាក់បេះដូងនោះឲ្យបានច្បាស់លាស់នៅក្នុងសន្និសីទសារព័ត៌មាននៅសេតតាវិមានកាលពីថ្ងៃច័ន្ទជុំវិញប្រតិបត្តិការដ៏ក្លាហាននេះលោកដូណាល់ត្រាំបានសរសើរនាយក CIA លោក John Ratcliffe ចំពោះការបំពេញការងារយ៉ាងល្អឥតខ្ចោះនិងអញ្ជើញលោកឲ្យពិភាក្សាអំពីឧបករណ៍ថ្មីនេះលោកប្រធានាធិបតីបានថ្លែងបែបកំ pl ែងថាព័ត៌មាននេះគឺជាការសម្ងាត់បំផុតដែលលោកអាចនឹងដាក់ទោសរក Ratcliffe បើហ៊ានទម្លាយឲ្យដឹងប៉ុន្តែលោកជឿជាក់ថានាយក CIA រូបនេះមិនសមនឹងទទួលបានការដាក់ទោសនោះឡើយលោក Ratcliffe បានឆ្លើយតបដោយប្រុងប្រយ័ត្នបំផុតដោយមិនបញ្ចេញឈ្មោះបច្ចេកវិទ្យាលម្អិតខ្លាំងពេកនោះទេប៉ុន្តែលោកបានបញ្ជាក់ថាទីភ្នាក់ងាររបស់លោកបានប្រើប្រាស់បច្ចេកវិទ្យាដ៏វិសេសវិសាលដែលគ្មានសេវាសម្ងាត់ណាផ្សេងមួយទៀតមានឡើយលោកបានប្រៀបធៀបទៅនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះទៅនឹងការស្វែងរកគ្រាប់ខ្សាច់មួយគ្រាប់នៅកណ្ដាលវាលខ្សាច់ដ៏ធំល្វឹងល្វើយយោងតាមសារព័ត៌មាន The New York Post បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដោយ Stoneworks ដែលជាផ្នែកអភិវឌ្ឍជាន់ខ្ពស់សម្ងាត់របស់ក្រុមហ៊ុនយក្ស Lockheed Martin ហើយត្រូវបានធ្វើតេស្តលើឧទ្ធម្ភាគចក្រ Blockhead ដើម្បីត្រៀមប្រើប្រាស់ជាមួយយន្តហោះចម្បាំង F-35 នាពេលអនាគតប្រភពដដែលបានបន្ថែមថាប្រសិទ្ធភាពនៃឧបករណ៍នេះប្រៀបដូចជាការស្ដាប់សំឡេងមនុស្សម្នាក់នៅក្នុងសម្ពាធដែលមានទំហំរាប់ពាន់ម៉ាយនៃវាលខ្សាច់ហើយក្នុងលក្ខខណ្ឌសមស្របបើបេះដូងអ្នកនៅតែលោតគេអាចរកអ្នកឃើញជាក់ជាពំខានការប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសអ៊ីរ៉ង់គឺជាសមរភូមិសាកល្បងដ៏ល្អបំផុតដោយសារมันមានការរំខានពីសញ្ញាអេឡិចត្រូម៉ាញ៉េទិកផ្សេងច្រើនដែលធ្វើឲ្យសញ្ញាចង្វាក់បេះដូងមនុស្សលេចឡើងយ៉ាងច្បាស់ជាធម្មតាសញ្ញាបែបនេះខ្សោយខ្លាំងណាស់ដែលគេអាចវាស់ស្ទង់វាបានតែក្នុងមន្ទីរពេទ្យដោយប្រើឧបករណ៍ផ្ទឹមនិងទ្រូងតែប៉ុណ្ណោះប៉ុន្តែការរីកចម្រើននៃបច្ចេកវិទ្យាកង់តិចជាពិសេសឧបករណ៍ចាប់សញ្ញាដែលបង្កើតឡើងជុំវិញចំណុចខ្វះខាតតូចៗនៅក្នុងត្បូងពេជ្រសិប្បនិម្មិតបានធ្វើឲ្យការចាប់សញ្ញានេះបានពីចម្ងាយយ៉ាងអស្ចារ្យទោះបីជាយ៉ាងណាក៏ដោយបច្ចេកវិទ្យានេះក៏មានដែនកំណត់ដែរពោលគឺវាមិនអាចដឹងគ្រប់សពនោះទេដោយសារដំណើរការល្អបំផុតនៅក្នុងបរិយាកាសស្ងប់ស្ងាត់គ្មានការរំខាននិងត្រូវចំពេលវេលានៃវិភាគវិនិច្ឆ័យយ៉ាងម៉ត់ចត់បំផុតភាពតានតឹងនៅមជ្ឈមបូព៌ាកាន់តែពុះកញ្ជ្រោលអ៊ីរ៉ង់ប្រកាសថាការចរចាសន្តិភាពជាមួយអាមេរិកជារឿងមិនសមហេតុផលក្រោយអ៊ីស្រាអែលបកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើលេបាណង់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធប់ទៅលើប្រទេសលេបាណង់ដែលបណ្ដាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះបានធ្វើឲ្យប្រទេសអ៊ីរ៉ង់ចេញមុខប្រមានសង្សឹកភ្លាមៗព្រមទាំងបញ្ជាក់ថាវាគឺជារឿងមិនសមហេតុផលនោះទេក្នុងការបន្តកិច្ចចរចាស្វែងរកសន្តិភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិកលោក Mohammed Bagher Khalibaf ប្រធានសភាអ៊ីរ៉ង់និងជាអ្នកចរចាឈានមុខគេបានលើកឡើងថាអ៊ីស្រាអែលបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារលោកបានសង្កត់ធ្ងន់ថាខណៈពេលដែលមានការប្រកាសឈប់បាញ់អ៊ីស្រាអែលបានជាបង្កើតអាំងតង់ស៊ីតេនៃសង្គ្រាមប្រឆាំងនឹងក្រុម Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ទៅវិញជាមួយគ្នានោះលោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភកិច្ចព្រមព្រៀងដោយនៅតែបន្តដាក់សម្ពាធឲ្យអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនទៅវិញពាក់ព័ន្ធនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងភាគីសហរដ្ឋអាមេរិកបានអះអាងដូចគ្នាថាកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល2សប្តាហ៍នោះគឺមិនរាប់បញ្ចូលតំបន់ក្នុងប្រទេសលេបាណង់នោះឡើយអនុប្រធានាធិបតីអាមេរិកលោក JD Vance ដែលកំពុងស្ថិតនៅក្នុងទីក្រុងប៊ូដាប៉េសបានថ្លែងទៅកាន់អ្នកសារព័ត៌មានថាភាគីអ៊ីរ៉ង់ប្រហែលជាមានការយល់ច្រឡំថាបទឈប់បាញ់គ្របដណ្ដប់លើលេបាណង់ប៉ុន្តែតាមពិតវាមិនមែនដូច្នេះនោះទេក្រៅពីចំនួនយោធាភាពចម្រូងចម្រាសលើកម្មវិធីនុយក្លេអ៊ែរនៅតែជាចំណុចក្តៅគគុកលោក Donald Trump បានអះអាងនៅលើបណ្ដាញសង្គមថាអ៊ីរ៉ង់បានយល់ព្រមបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមនិងសុកចិត្តប្រគល់ស្តុកទុកដែលមានស្រាប់ឲ្យអាមេរិកទៅកំទេចចោលទោះបីជាយ៉ាងណាក៏ដោយលោក Khalibaf បានច្រានចោលលើការលើកឡើងនេះដោយបញ្ជាក់ថាក្រោមលក្ខខណ្ឌបទឈប់បាញ់អ៊ីរ៉ង់នៅតែមានសិទ្ធិបន្តការចម្រាញ់អ៊ុយរ៉ាញ៉ូមដដែលទោះបីជាមានភាពមិនច្បាស់លាស់ក្នុងតំបន់មជ្ឈមបូព៌ាប៉ុន្តែទីផ្សារភាគហ៊ុនពិភពលោកបានហក់ឡើងខ្ពស់ខណៈដែលតម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមតែ$95នៅក្នុង1បារ៉ែលទោះបីជាតម្លៃនេះបានធ្លាក់ចុះក៏ដោយប៉ុន្តែវានៅតែខ្ពស់ជាងកាលពីមុនពេលមានការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលចំនួន$25សមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រហូមូសនិងការកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលនៅតំបន់ឈូងសមុទ្របានបង្ហាញឲ្យឃើញពីការប្រែប្រួលនៃតុល្យភាពអំណាចនៅក្នុងតំបន់បើទោះបីជាអាមេរិកបានចំណាយទុនយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយក៏ដោយសេវាការពារស៊ីវិលរបស់លេបាណង់បានរាយការណ៍ថាមនុស្សចំនួន254នាក់ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធដែលក្នុងនោះមាន91នាក់បានស្លាប់នៅរដ្ឋធានីបេរូតប្រជាជនក្នុងតំបន់បានត្អូញត្អែរថាការវាយប្រហារខ្លះបានកើតឡើងដោយគ្មានការប្រមានទុកជាមុនឲ្យពលរដ្ឋជំរាបខ្លួនដោយសពដងនោះទេជាការឆ្លើយតបក្រុម Hezbollah បានប្រកាសថាខ្លួនបានបាញ់មីស៊ីលទៅកាន់ភាគខាងជើងអ៊ីស្រាអែលវិញដើម្បីតបតនឹងការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើលេបាណង់ដែលលោកបានសង្កត់ធ្ងន់ថាលេបាណង់ត្រូវតែស្ថិតក្រោមការការពារនៃកិច្ចព្រមព្រៀងឈប់បាញ់ដែរទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសចំនួន13ផ្សេងទៀតរួមមានជប៉ុននិងកាណាដាក៏បានចេញសេចក្តីថ្លែងការណ៍រួមអំពាវនាវឲ្យបញ្ឈប់អរិភាពជាបន្ទាន់ដើម្បីជៀសវាងវិបត្តិថាមពលសកលនៅពេលជាមួយគ្នានេះលោក Donald Trump ក៏បានគម្រាមតាមរយៈបណ្ដាញសង្គមថានឹងដាក់ពន្ធ 50% ទៅលើទំនិញទាំងអស់ដែលនាំចូលពីបណ្ដាប្រទេសណាដែលផ្ដល់អាវុធឲ្យអ៊ីរ៉ង់ទោះបីមានសង្គ្រាមនិងការគៀបសង្កត់យ៉ាងខ្លាំងពីមហាអំណាចអាមេរិកក៏ដោយប៉ុន្តែជួរថ្នាក់ដឹកនាំអ៊ីរ៉ង់នៅហាក់មានភាពរឹងមាំនិងអាចទប់ទល់នឹងសម្ពាធទាំងឡាយបានដោយមិនមានសញ្ញានៃការដួលលំផ្ទៃក្នុងណាមួយកើតឡើងឡើយរហូតមកដល់ពេលនេះថៃខ្វះទឹកឈានដល់ប្រកាសអាសន្នគណៈគ្រប់គ្រងធនធានទឹកហាក់មានភាពរញ៉េរញ៉ៃនិងខ្វះការទូទាយយោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃបានបង្ហាញឃើញនូវទស្សនវិជ្ជាដ៏គួរឲ្យព្រួយបារម្ភពីវិបត្តិគ្រោះរាំងស្ងួតដែលកំពុងវាយលុកយ៉ាងខ្លាំងក្លាពលគឺនៅទូទាំងប្រទេសដែលមានបរិមាណទឹកអាចប្រើប្រាស់បាននៅសល់ត្រឹមតែ49%ប៉ុណ្ណោះតួលេខនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីបរាជ័យនៃប្រព័ន្ធគ្រប់គ្រងធនធានទឹករបស់ប្រទេសជិតខាងមួយនេះដែលហាក់មិនអាចទប់ទល់នឹងតម្រូវការជាក់ស្ដែងនៅក្នុងរដូវប្រាំងបានឡើយកាសែតថៃខៅសតនៅថ្ងៃប្រហោះទី9ខែមេសាបានចុះផ្សាយថាស្ថានភាពដ៏គួរឲ្យព្រួយបារម្ភបំផុតគឺស្ថិតនៅក្នុងតំបន់កណ្ដាលនៃប្រទេសថៃដែលជាជ្រុងកសិកម្មដ៏សំខាន់ប៉ុន្តែបច្ចុប្បន្នមានកម្រិតទឹកធ្លាក់ចុះមកនៅត្រឹមតែ41%ប៉ុណ្ណោះទោះបីជាអាងស្តុកទឹកនៅទូទាំងប្រទេសត្រូវបានអះអាងថាមានសមត្ថភាពទុកសរុប64%ប៉ុន្តែនៅពេលពិនិត្យស៊ីជម្រៅលើបរិមាណទឹកអាចប្រើប្រាស់បានជាក់ស្ដែងត្រឹមតែកម្រិតទាបឆ្ងាយជាងណាស់
ដែលជាសញ្ញាបង្ហាញថាការផ្គត់ផ្គង់ទឹកសម្រាប់រដូវប្រាំងឆ្នាំនេះនឹងជួបហានិភ័យខ្ពស់បំផុតអ្វីដែលកាន់តែគួរឲ្យកត់សម្គាល់គឺបង្ហាញអំពីភាពខ្វះចន្លោះនៅក្នុងការរៀបចំផែនការនោះគឺសកម្មភាពបង្កបង្កើនផលនៅក្នុងរដូវប្រាំងរបស់ថៃបានហក់ឡើងលើពីផែនការដែលអាចកំណត់ទុកត្រឹមតែ 104% ចំណែកឯភាពដាំដុះស្រូវវិញបានកើនឡើងរហូតដល់ 112% ដែលវាជាសម្ពាធដ៏ធ្ងន់ធ្ងរបន្ថែមទៀតមកលើធនធានទឹកដែលកំពុងតែខ្សត់ខ្សោយទៅហើយនោះការបណ្ដោយឲ្យមានការដាំដុះកើនឡើងលើផែនការក្នុងស្ថានភាពខ្វះខាតទឹកបែបនេះបានបង្ហាញឲ្យឃើញអំពីភាពទន់ខ្សោយនៃយន្តការគ្រប់គ្រងនិងការអនុវត្តច្បាប់កសិកម្មរបស់អាជ្ញាធរថៃដែលកំពុងតែដើរថយក្រោយក្នុងការទប់ទល់ទៅនឹងបញ្ហាប្រឈមនៃធម្មជាតិសរុបមកវិបត្តិដែលកំពុងតែកើតឡើងមិនត្រឹមតែជាបញ្ហាបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេប៉ុន្តែវាជាលទ្ធផលនៃភាពមិនច្បាស់លាស់ក្នុងការបែងចែកធនធាននិងការគ្រប់គ្រងផែនការផលិតកម្មដែលខ្វះតុល្យភាពប្រសិនបើស្ថានភាពនៅតែបន្តប្រទេសថៃប្រកាសជានឹងជួបនៅមហន្តរាយសេដ្ឋកិច្ចផ្នែកកសិកម្មយ៉ាងធ្ងន់ធ្ងរដែលពិបាកនឹងស្រោចស្រង់មកវិញនៅក្នុងពេលឆាប់ៗខាងមុខនេះកិច្ចព្រមព្រៀងគ្រាន់តែជាក្រដាសស្នាមអ៊ីរ៉ង់បើការវាយប្រហារទៅលើបំពង់ប្រេងអារ៉ាប៊ីសាអូឌីតក្រោយប្រកាសផ្អាកសង្គ្រាមបានត្រឹមតែប៉ុន្មានម៉ោងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចូលទៅដល់កម្រិតវឹកវរជាថ្មីម្ដងទៀតបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើបំពង់បង្ហូរប្រេងភ្ជាប់ពីទិសខាងកើតឆ្ពោះទៅកាន់ទិសខាងលិចរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធម្សិលមិញនេះអ្វីដែលកាន់តែហួសចិត្តបំផុតនោះគឺការវាយប្រហារនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីភាគីចំនួនបានព្រមព្រៀងគ្នាទៅលើបទឈប់បាញ់ដើម្បីផ្អាកសង្គ្រាមដែលកំពុងតែឆាប់ឆេះយ៉ាងសន្ធោសន្ធៅរវាងប្រទេសទាំងពីរតាមការចុះផ្សាយរបស់ Reuters នៅព្រឹកថ្ងៃប្រហ័ននេះបានឲ្យដឹងថាបំពង់ប្រេងនៅរោងការវាយប្រហារនេះគឺជាផ្លូវនាំចេញប្រេងតែមួយគត់ដែលនៅសេសសល់របស់ប្រទេសអារ៉ាប៊ីសាអូឌីតចាប់តាំងតែពីមាននៅការផ្ទុះអាវុធមកម្ល៉េះបំពង់បង្ហូរប្រេងនេះមានតួនាទីយ៉ាងសំខាន់នៅក្នុងការដឹកជញ្ជូនប្រេងប្រមាណ 7 លានបារ៉ែលក្នុងមួយថ្ងៃចេញពីតំបន់បេះដូងនៃផលិតកម្មប្រេងនៅភាគខាងកើតឆ្ពោះទៅកាន់កំពង់ផែយ៉ានបូនៃសមុទ្រក្រហមបន្ទាប់ពីជ្រកសមុទ្រហូម៉ូសត្រូវបានអ៊ីរ៉ង់បិទខ្ទប់ដែលបណ្ដាលឲ្យតម្លៃថាមពលសកលលោកឡើងខ្ពស់កប់ពពកកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាខ្លួនគឺពិតជាបានប្រើប្រាស់មីស៊ីលនិងដ្រូនដើម្បីកំទេចនៅគោលដៅជាច្រើនក្នុងតំបន់រួមទាំងរោងចក្រប្រេងរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងទឹកដីរបស់អារ៉ាប៊ីសាអូឌីតផងដែរទន្ទឹមទៅនឹងការវាយប្រហារលើអារ៉ាប៊ីសាអូឌីតប្រទេសជិតខាងដទៃទៀតនៅក្នុងតំបន់ឈូងសមុទ្រក៏មិនត្រូវបានលើកលែងនោះដែរកងទ័ពគុយវ៉ៃតបានរាយការណ៍ថាបានរងនឹងការវាយប្រហារយ៉ាងខ្លាំងក្លាអំពីសំណាក់ដ្រូនរបស់អ៊ីរ៉ង់ដែលបណ្ដាលឲ្យមាននៅការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់រោងចក្រប្រេងរោងចក្រអគ្គិសនីនិងរោងចក្រចម្រោះទឹកស្អាតដោយឡែកប្រទេសអារ៉ាប់រួមនិងបារ៉ែនក៏បានរាយការណ៍អំពីការវាយប្រហារដោយមីស៊ីលនិងដ្រូនមកលើទឹកដីរបស់ខ្លួនដូចគ្នាដែលបង្ហាញឲ្យឃើញថាអ៊ីរ៉ង់គឺគ្មានចេតនាក្នុងការគោរពទៅលើបទឈប់បាញ់ដែលទើបតែសម្រេចបាននោះឡើយកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល2សប្តាហ៍ដែលត្រូវបានសម្របសម្រួលដោយប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារកន្លងទៅមានបំណងដើម្បីបញ្ឈប់រាល់សង្គ្រាមរយៈពេល6សប្តាហ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់និងបង្កឲ្យមានវិបត្តិថាមពលសកលលោកកាន់តែអាក្រក់ជាទីបំផុតបើទោះបីជាយ៉ាងណាក៏ដោយទង្វើរបស់អ៊ីរ៉ង់នៅពេលនេះបានបង្ហាញឲ្យឃើញថាស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែជាបញ្ហាប្រឈមដ៏ធំហើយការរំលោភទៅលើកិច្ចព្រមព្រៀងនេះនឹងកាន់តែធ្វើឲ្យវិបត្តិថាមពលនិងសន្តិសុខសកលលោកធ្លាក់ចូលទៅក្នុងភាពងងឹតបន្ថែមទៀតដែលពិភពលោកត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុតកម្ពុជាត្រៀមបើកទំព័រប្រវត្តិសាស្ត្រថ្មីគណៈរដ្ឋភូអន្តរក្រសួងចុះពិនិត្យសកម្មភាពរៀបចំទីតាំងបើកការដ្ឋានប្រជិកហ្វូណាត់ដេជោកំណត់ទី2នាព្រឹកថ្ងៃទី9ខែមេសាឆ្នាំ2026ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានដឹកនាំគណៈរដ្ឋភូអន្តរក្រសួងចុះពិនិត្យផ្ទាល់នៅសកម្មភាពរៀបចំទីតាំងសម្រាប់ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះប្រជិកហ្វូណាត់ដេជោកំណត់ទី2បេសកកម្មចុះពិនិត្យនាឱកាសនេះគឺដើម្បីធានាឲ្យបាននូវភាពរៀបរយនិងភាពអធិកអធមបំផុតមុនពេលពិធីបើកការដ្ឋានជាផ្លូវការនឹងត្រូវប្រារព្ធឡើងនាព្រឹកថ្ងៃសៅរ៍ទី11ខែមេសាឆ្នាំ2026ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគម្រោងកំណត់ទី2នេះគឺជាសរសៃឈាមយុទ្ធសាស្ត្រដែលមានប្រវែង 151.6 គីឡូម៉ែត្រចាប់ផ្ដើមពីព្រែកពោខេត្តកណ្ដាលកាត់មកតាមតាកែវរហូតដល់ឆ្នេរសមុទ្រខេត្តកែបក្នុងដំណើរចុះពិនិត្យនេះមានការចូលរួមអមដំណើរដោយអិសរាជជនជាន់ខ្ពស់ជាច្រើនរូបរួមមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តមអភិបាលខេត្តតាកែវព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ
វត្តមានរបស់គណៈប្រតិភូអន្តរក្រសួងនាពេលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតនិងការបដិញ្ញាចិត្តរួមគ្នាក្នុងការជំរុញគម្រោងប្រវត្តិសាស្ត្រនេះឲ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យប្រជាជនណាំដេជោមិនត្រឹមតែជាសមិទ្ធផលរូបវន្តដ៏អស្ចារ្យប៉ុណ្ណោះទេប៉ុន្តែគឺជាមោទនភាពជាតិដែលនឹងជួយពង្រឹងឯករាជ្យភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកជំរុញប្រព័ន្ធស្រោចស្រពកសិកម្មនិងលើកកម្ពស់សេដ្ឋកិច្ចតំបន់ភាគនិរតីឲ្យកាន់តែមានសក្តានុពលលោកត្រាំបោះសម្ដីវាយប្រហារអ៊ីរ៉ង់ឲ្យខ្លាំងជាងមុនប្រសិនបើមិនគោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានផ្ញើសារព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធម្សិលមិញនេះដោយលោកបានគម្រាមប្រើប្រាស់កម្លាំងយោធាដែលមានទ្រង់ទ្រាយធំជាងមុនល្អជាងមុននិងខ្លាំងក្លាជាងមុនប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់មិនអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពឲ្យបានខ្ជាប់ខ្ជួនទេនោះតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាកងកម្លាំងរបស់អាមេរិកបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ាដោយមិនដកថយឡើយពលគឺនៅតែបន្តវត្តមាននៅទីនោះរហូតដល់អ៊ីរ៉ង់អនុវត្តតាមកិច្ចព្រមព្រៀងពិតប្រាកដឲ្យបានពេញលេញមេដឹកនាំអាមេរិករូបនេះបានសង្កត់ធ្ងន់ថារាល់នាវាចម្បាំងយន្តហោះកម្លាំងទ័ពព្រមទាំងគ្រាប់រំសេវនិងគ្រឿងសព្វាវុធចាំបាច់ផ្សេងទៀតនឹងនៅតែបន្តស្ថិតនៅជុំវិញប្រទេសអ៊ីរ៉ង់ដើម្បីត្រៀមលក្ខណៈវាយកំទេចសត្រូវដែលកំពុងតែចុះខ្សោយស្រាប់លោកបានធ្វើការប្រមានសាជាថ្មីថាប្រសិនបើមានហេតុផលណាមួយដែលនាំឲ្យអ៊ីរ៉ង់មិនគោរពទៅតាមកិច្ចសន្យានោះការបាញ់បោះនឹងចាប់ផ្ដើមឡើងវិញភ្លាមហើយវាគឺនឹងក្លាយទៅជាការវាយប្រហារដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រលោកបានធ្វើការអះអាងថាលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាគឺអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរហើយច្រកសមុទ្រហូម៉ូសត្រូវតែបើកឲ្យដំណើរការដោយស្វ័យប្រវត្តិឡើងវិញជាដាច់ខាតគួរបញ្ជាក់ថាការបោះសម្ដីដ៏ក្តៅកគុករបស់លោកត្រាំនៅពេលនេះគឺបានកើតឡើងនៅមុនពេលដែលមានកិច្ចចរចាគ្រោងរវាងមេដឹកនាំអាមេរិកនិងអ៊ីរ៉ង់ធ្វើឡើងនៅទីក្រុងអ៊ីស្លាមាបាតនៃប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមអនុប្រធានាធិបតីជាលីវ៉ាន់នឹងក្លាយទៅជាអ្នកដឹកនាំគណៈប្រតិភូអាមេរិកក្នុងការចរចាជាមួយនឹងភាគីអ៊ីរ៉ង់ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ខាងមុខនេះបើទោះបីជាបច្ចុប្បន្នភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើបទឈប់បាញ់រយៈពេល2សប្តាហ៍ក៏ដោយប៉ុន្តែលោកត្រាំនៅតែបង្ហាញជំហររឹងមាំនិងបានចោទប្រកាន់សារព័ត៌មានធំៗដែលមានដូចជា New York Times និង CNN ថាបានចុះផ្សាយព័ត៌មានមិនពិតអំពីផែនការនៃការចរចាដើម្បីបង្ខូចកិត្តិយសទៅដល់អ្នកដែលពាក់ព័ន្ធនៅក្នុងដំណើរសន្តិភាពនេះស្របពេលជាមួយគ្នានេះឧត្តមសេនីយ៍ វ៉ាន់ស៊ីនីប្រធានអគ្គសេនាធិការចម្រុះអាមេរិកក៏បានបញ្ជាក់កាលពីថ្ងៃពុធផងដែរថាកងកម្លាំងអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលប្រឡូកនៅក្នុងសមរភូមិឡើងវិញប្រសិនបើមាននៅការបញ្ជាឲ្យបន្តប្រតិបត្តិការនៃការវាយលោកបានបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងបត់ឈប់បាញ់គឺជាការផ្អាកបណ្ដោះអាសន្នតែប៉ុណ្ណោះហើយកងទ័ពអាមេរិកនឹងនៅតែបន្តបេសកកម្មប្រយុទ្ធរបស់ខ្លួនឲ្យបានលឿននិងមានភាពជាក់លាក់ជាទីបំផុតដោយដែលពួកគេបានបង្ហាញក្នុងរយៈពេល38ថ្ងៃកន្លងមកនេះប្រសិនបើស្ថានភាពតម្រូវឲ្យធ្វើបែបនោះបន្តទៀតលោកត្រាំគម្រាមយកពន្ធ 50% លើប្រទេសណាដែលផ្គត់ផ្គង់អាវុធឲ្យអ៊ីរ៉ង់ខណៈវិវាទពាណិជ្ជកម្មជាមួយចិនអាចនឹងផ្ទុះឡើងជាថ្មីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសព្រមានយ៉ាងក្តៅគគុកថារាល់ការនាំចូលទំនិញពីបណ្ដាប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់អាវុធយោធាឲ្យទៅប្រទេសអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធរហូតដល់ 50% ភ្លាមៗដោយគ្មានការលើកលែងការព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងតាមរយៈបណ្ដាញសង្គម Truth Social តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានយល់ព្រមលើកិច្ចព្រមព្រៀងបត់ឈប់បាញ់រយៈពេល2សប្តាហ៍ជាមួយទីក្រុងតេហេរ៉ង់ទោះជាយ៉ាងណាក៏ដោយការគម្រាមនេះហាក់ជួបប្រទះនឹងឧបសគ្គផ្នែកច្បាប់មួយចំនួនបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីខែកុម្ភៈកន្លងទៅបានសម្រេចបដិសេធលើការប្រើប្រាស់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ IEEPA របស់លោកត្រាំក្នុងការដំឡើងពន្ធជាសកលការសម្រេចរបស់តុលាការនេះបានបង្ខំឲ្យរដ្ឋាភិបាលត្រូវសងប្រាក់ពន្ធប្រមាណ$166,000 លានត្រឡប់ទៅឲ្យក្រុមហ៊ុននាំចូលវិញដែលនេះមានន័យថាលោកត្រាំអាចនឹងត្រូវការអនុម័តពីសភាឬត្រូវស្វែងរកឧបករណ៍ពាណិជ្ជកម្មផ្សេងទៀតដើម្បីមកអនុវត្តវិធានការពន្ធថ្មីនេះប្រភពពី Al Jazeera បានចុះផ្សាយនៅថ្ងៃប្រហ័សនេះថាការព្រមាននេះហាក់ដូចជាមានគោលដៅចម្បងទៅលើប្រទេសចិនដែលត្រូវបានគេសង្ស័យថាបានជួយអ៊ីរ៉ង់ក្នុងការកសាងសមត្ថភាពយោធារួមទាំងការផ្គត់ផ្គង់បច្ចេកវិទ្យាមីស៊ីលនិងប្រព័ន្ធការពារអាកាសបើទោះបីជាទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបានបដិសេធចំពោះការផ្គត់ផ្គង់អាវុធនាពេលថ្មីៗនេះក៏ដោយប៉ុន្តែរបាយការណ៍បានបង្ហាញថាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក
និកកម្ពុជារបស់ចិនស្មិចបានបញ្ជូនឧបករណ៍ផលិតបន្ទះឈីបទៅឲ្យយោធាអ៊ីរ៉ង់រួចជាស្រេចទៅហើយការសង្កេតឃើញថាវិធានការដំឡើងពន្ធ 50% នេះអាចនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់អ្នកនាំចូលនិងអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ដោយសារតម្លៃទំនិញនឹងត្រូវហក់ឡើងខ្ពស់លើសពីនេះការគម្រាមកំហែងនេះក៏អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរទស្សនកិច្ចដែលបានក្រុងទុករបស់លោកត្រាំទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅពាក់កណ្ដាលខែឧសភាខាងមុខនេះផងដែរក្រៅពីប្រទេសចិនប្រទេសរុស្ស៊ីក៏ជាគោលដៅមួយទៀតនៃគោលនយោបាយនេះដែរទោះបីជាការនាំចូលទំនិញពីរុស្ស៊ីមកកាន់អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីតាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងក៏ដោយបច្ចុប្បន្នក្រសួងពាណិជ្ជកម្មអាមេរិកកំពុងរៀបចំវិធានការដំឡើងពន្ធលើសារធាតុ Palladium និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀតពីរុស្ស៊ីដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មយានយន្តនិងនុយក្លេអ៊ែរសកម្មភាពទាំងអស់នេះបានសរបញ្ជាក់ឲ្យឃើញថាលោកដូណាល់ត្រាំនៅតែបន្តប្រើប្រាស់អាវុធពាណិជ្ជកម្មដើម្បីដាក់សម្ពាធលើឆាកនយោបាយអន្តរជាតិជាពិសេសចំពោះប្រទេសណាដែលហ៊ានប្រឆាំងនឹងផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិកកម្ពុជាបារាំងឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគណៈសម្ដេចធិបតីត្រៀមស្វាគមន៍លោកម៉ាណូអែលម៉ាក្រុងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋបារាំងបានឈានដល់របបប្រវត្តិសាស្ត្រថ្មីមួយទៀតបន្ទាប់ពីប្រទេសទាំងពីរបានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីឲ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ខាងមុខនេះក្នុងសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតីបារាំងសម្ដេចមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូបញ្ជាក់ថាការដំឡើងកម្រិតទំនាក់ទំនងនេះគឺជាសក្ខីភាពនៃភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងការជឿជាក់គ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅកម្រិតទំនាក់ទំនងថ្មីនេះនឹងបើកផ្លូវឲ្យប្រទេសទាំងពីរបង្កើនវិសាលភាពនៃកិច្ចសហការឲ្យកាន់តែទូលំទូលាយនិងរឹងមាំជាងពេលណាទាំងអស់ទន្ទឹមនឹងការរីកចម្រើននៃចំណងមិត្តភាពនេះសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំយ៉ាងកក់ក្ដៅដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីអេម៉ាណូអែលម៉ាក្រុងមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដំណើរទស្សនកិច្ចនេះនឹងត្រូវបានរំពឹងថានឹងក្លាយជាសញ្ញាដ៏សំខាន់ក្នុងការជំរុញផលប្រយោជន៍សេដ្ឋកិច្ចនយោបាយវប្បធម៌រវាងប្រទេសជាតិទាំងពីរអ្វីដែលកាន់តែពិសេសនោះសម្ដេចធិបតីបានលើកឡើងពីសារៈសំខាន់នៃវត្តមាននៃថ្នាក់ដឹកនាំបារាំងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបណ្ដាប្រទេសដែលនិយាយភាសាបារាំងលើកទី20នៅខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះការធ្វើជាម្ចាស់ផ្ទះនេះមិនត្រឹមតែបង្ហាញពីទូនាទីដ៏សកម្មរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាជានិមិត្តរូបនៃការរឹតចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងបារាំងផងដែរសរុបមកទំនាក់ទំនងកម្ពុជាបារាំងនាពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលដែលរីកចម្រើនបំផុតដែលពោរពេញទៅដោយសក្តានុពលនិងឆន្ទៈមោះមុតក្នុងការកសាងអនាគតរួមគ្នាដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរនិងសន្តិភាពក្នុងតំបន់ប្រធានទីភ្នាក់ងារថាមពលបរិមាណណូអ៊ីរ៉ង់បញ្ជាក់ជំហររឹងមាំមិនចុះញ៉ាំនឹងការគំរាមកំហែងពីលោកត្រាំឡើយស្របពេលដែលលោកត្រាំតែងតែប្រើប្រាស់ពាក្យស្លោកដ៏រឹងមាំមួយគឺអ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយដរាបណាលោកនៅតែជាប្រធានាធិបតីលោកចាត់ទុកថាការដែលអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរគឺជាការគំរាមកំហែងដល់អធិភាពរបស់ពិភពលោកនិងជាគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រធានផ្នែកទីភ្នាក់ងារថាមពលបរិមាណណូនៃប្រទេសអ៊ីរ៉ង់បានថ្លែងបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃប្រហ័សថារាល់ការទាមទាររបស់បណ្ដាប្រទេសជាសត្រូវដែលចង់ឲ្យទីក្រុងតេអ៊ីរ៉ង់កំណត់កម្រិតឬកាត់បន្ថយកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមនោះនឹងត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់បំផុតលោកបានសង្កត់ធ្ងន់ថាការចង់ឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគឺជាការយល់សប្តិទាំងថ្ងៃនិងជាការចង់បានដែលមិនអាចទៅរួចឡើយលោកមូហាម៉ាត់អេស្លាមីប្រធានអង្គការថាមពលបរិមាណណូអ៊ីរ៉ង់បានលើកឡើងថាគ្មានច្បាប់ឬបុគ្គលណាម្នាក់អាចមកបង្ខំឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពអភិវឌ្ឍនុយក្លេអ៊ែរបាននោះទេលោកបានបន្ថែមទៀតថាសកម្មភាពបង្ករឿងនឹងការដាក់សម្ពាធនានាពីសំណាក់សត្រូវក្នុងពេលកន្លងមករួមទាំងការធ្វើសង្គ្រាមដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះផងដែរគឺសុទ្ធតែបានទទួលបរាជ័យក្នុងការរារាំងមហិច្ឆតារបស់អ៊ីរ៉ង់ការថ្លែងបញ្ជាក់យ៉ាងម៉ឺងម៉ាត់បែបនេះបានកើតឡើងចំពេលដែលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងមានភាពតានតឹងខ្លាំងខណៈដែលបណ្ដាប្រទេសលោកខាងលិចតែងតែសម្ដែងការព្រួយបារម្ភថាកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់អាចនឹងឈានទៅដល់ការផលិតអាវុធនុយក្លេអ៊ែរទោះជាយ៉ាងណាក៏ដោយទីក្រុងតេអ៊ីរ៉ង់នៅតែបន្តអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងសន្តិវិធីនិងដើម្បីបម្រើឲ្យវិស័យថាមពលតែប៉ុណ្ណោះជំហររឹងត្អឹងរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានបង្ហាញឲ្យឃើញថាការចរចាលើបញ្ហានុយក្លេអ៊ែរនាពេលអនាគតនឹងកាន់តែមានភាពស្មុគស្មាញខណៈដែលអ៊ីរ៉ង់មិនបង្ហាញសញ្ញានៃការថយ
ក្រៅឬចោះញោមចំពោះសម្ពាធអន្តរជាតិឡើយព្រឹត្តិការណ៍នេះនឹងកាន់តែធ្វើឲ្យសហគមន៍អន្តរជាតិបង្កើនការតាមដានយ៉ាងដិតដល់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងប្រទេសនេះដែលអាចនឹងជះឥទ្ធិពលដល់តុល្យភាពអំណាចនៅក្នុងតំបន់ទាំងមូល